បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីបាទនៅក្នុងវីដេអូនេះលោកគ្រូសូមលើកយកនៅពាក្យសូដូចរបស់ខ្មែរយើងមួយទៀតដើម្បីមកធ្វើការបញ្យល់បង្ហាញបងប្អូនបាទនៅថ្ងៃនេះផងដែរគឺពាក្យដែលលោកគ្រូត្រូវលើកយកមកបង្ហាញនេះគឺពាក្យរៀងបាទតើពាក្យរៀងមានអត្ថន័យយ៉ាងណាជៀសវាងនៃការប្រើប្រាស់ច្រឡំរបស់បងប្អូនសូមបងប្អូនរីករាយតាមដានដូចតទៅបាទអត្ថន័យទី1នៃពាក្យរៀងគឺគេសរសេររដាក់ស្រៈអានិងងរៀងបាទថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថាចាលរអាលែងចង់លែងត្រូវការទៀតបាទទៀតនេះសេខុសបាទលែងត្រូវការទៀតអញ្ចឹងពាក្យថារៀងនេះអញ្ចឹងគេអាចភ្ជាប់មកថារៀងចាលរៀងរអាជាដើមនោះឧទាហរណ៍ផ្លូវនោះពិបាកណាស់ខ្ញុំរៀងហើយមិនទៅទៀតទេបាទនេះគឺជាអត្ថន័យទី1នៃពាក្យរៀងបាទរៀងបាទចំពោះអត្ថន័យទី2បាទគឺពាក្យរៀងដដែលថ្នាក់ពាក្យជានាមមានន័យថាសន្តានទ្រង់ទ្រាយឧទាហរណ៍រៀងក្រអាញរៀងច្រឡោរៀងរលរៀងស្ដើងរៀងរៅទ្រង់ទ្រាយរូបរាងបាទនេះគឺជាពាក្យអត្ថន័យនៃពាក្យរៀងទី2បាទពាក្យរៀងនេះក៏យើងអាចថារៀងកន្ទឿបាទរៀង control រៀងកម្មាប់បាទនេះគឺយើងអាចភ្ជាប់ទៅនឹងពាក្យរៀងនេះបានបាទចំពោះអត្ថន័យទី3នៃពាក្យរៀងនេះថ្នាក់ពាក្យជានាមមានន័យថាផ្ទាំងរនាបឬស័យពេះស្រទាប់ចេកដាក់លើកែមទូកម្ខាងបន្ទេឲ្យផ្អៀងមកខាងក្នុងទូកបែរខាងក្រោមឬឲ្យរះនឹងទឹកដើម្បីចែវឬអុំទូកទៅឲ្យត្រីភ័ន្តស្លន់លោតចូលក្នុងទូកគេធ្វើតែក្នុងវេលាយប់ខែភ្លឺហៅថាដេញរៀងបាទនេះគឺអត្ថន័យទី3បាទមានន័យថាបន្ទះរនាបដែលពេះស្រទាប់ចេកហើយដាក់ពីលើកែមទូកបាទមានន័យថានៅពេលដែលគេចែវពេលយប់ទៅបាទត្រីវាភ័យហើយវាលោតចូលទូកដើម្បីគេគេហៅថានេសាទដូចនេសាទដែរហ្នឹងគាត់ថាវាមិនត្រឹមតែខ្នាតធំទេធ្វើបែបនេះអាចចាប់ត្រីបានត្រឹមតែមួយចំអែតកាពះប៉ុណ្ណោះបាទដោយសារបច្ចុប្បន្ននេះគេលែងធ្វើអញ្ចឹងហើយបាទដើម្បីបានត្រីហ្នឹងគេអ្នកខ្លះគេដាក់មងដាក់បាទអូសអួនបាទសំបីតែប្រើងរុតប្រើឈ្នាងប្រើទ្រូហ្នឹងវាបច្ចុប្បន្ននេះលែងចោលហើយបាទហើយសម្បូរជាងគេហ្នឹងគឺប្រដាប់ឆក់ត្រីសំបីតែមានអាជ្ញាធរឲ្យហាមបាទដេញប្រផាត់ចាប់ប្រភីមិនក៏នៅតែលួចពួកគាត់នៅតែលួចឆក់លួចបាទរជានិច្ចបាទចំពោះទី4គឺពាក្យរៀងដែលសរសេររស្រៈអ៊ីនិងងនេះថ្នាក់ពាក្យជាកិរិយាសព្ទឬកិរិយាសព្ទពិសេសមានន័យថាដែលតគ្នាតាមលំដាប់តារាបឧទាហរណ៍រៀងតាមផ្លូវតែងមានរៀងមកបាទរៀងនេះបែរថាឧទាហរណ៍ថារៀងពីកមកអអញ្ចឹងណាឧទាហរណ៍ណាបែរថាតាមលំដាប់រៀងពីខ្ពស់មកទាបបាទពីធំទៅតូចជាដើមហ្នឹងរៀងបែបហ្នឹងគឺគេប្រើរៀងរស្រៈអ៊ីនិងងនេះឯងបាទ
បាទចំពោះអត្ថន័យចុងក្រោយគេបាទគឺរៀងដែលសេរសអ៊ីនិងងដដែលហ្នឹងថ្នាក់ពាក្យជាកិរិយាសព្ទឬកិរិយាសព្ទពិសេសដែលមានន័យថាដាក់តាមលំដាប់ធ្វើឲ្យត្រូវលំដាប់ឲ្យត្រូវរបៀបឲ្យត្រូវជួរឲ្យជាជួរបាទឧទាហរណ៍រៀងលេខឬលេខរៀងបាទដាក់រៀងគ្នាឈររៀងគ្នាដើមឈើដោះរៀងគ្នាបាទនេះគឺជាអត្ថន័យនៃពាក្យរៀងបាទអញ្ចឹងការបង្ហាញរបស់ខ្ញុំបាទតកតងទៅនឹងពាក្យរៀងបាទដែលសរសេររស្រៈអានិងងនិងរស្រៈអ៊ីនិងងនេះមានតែប៉ុណ្ណឹងចំពោះបងប្អូនអរលោកស្រីដែលមានចម្ងល់អាចសាកសួរតាមរយៈការ comment ខាងក្រោមវីដេអូឬមួយក៏តាមរយៈក្រុម Telegram ដែលមានឈ្មោះថាបញ្យលពាក្យភាសាខ្មែរបាទហើយធ្វើការសាកសួរខ្ញុំបានព្យាយាមបញ្យលជូនបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាទ